ខ្ញុំប្រកាសរណាក៏សូមស្វាគមន៍ចំពោះនៃដំណើរនិមន្តរបស់ព្រះតេជប្រគុណព្រះចៅតកាប្រសងគណៈកម្មការពុទ្ធបរិស័ទនៅវត្តសក្ខារីនាទីប្រខុបដោយទូលមកក្នុងពេលឱកាសនេះម្ល៉េះហើយខ្ញុំប្រកាសរណាក៏សូមស្វាគមន៍អរតនីដែលប្រគុណព្រះអង្គដែលបានយកយកគណៈ